បងប្អូនដឹងអត់ថាការងារមុខរបរធ្វើថ្នោតនេះហត់ប៉ុណ្ណាអត់បងប្អូនតើតអ្នកធ្លាប់ធ្វើថ្នោតដូចគ្នាបានដឹងថាមុខរបរថ្នោតនេះហត់ណាស់អ្នកដែលគេមានការងារមានមុខរបរអីផ្សេងគឺគេអត់ធ្វើទេបងប្អូនព្រោះវាហត់ហើយវាក្តៅទៀតណាក្តៅពីលើមេឃផងក្តៅពីអាចំហាយភ្លើងពងយើងដុតស្ករផងបងប្អូនចឹងវាក្តៅវាពីរត្រួតហ្នឹងចឹងបងប្អូនហើយអ្នកណាមុំធំអត់ធ្វើអត់កើតទេណាបងប្អូនហើយអស់ទិញគេទៅក៏ថ្លៃអាប្រពេលដែលយើងជ្រៀកដាក់ក្នុងទឹកត្នោតហ្នឹងក៏ថ្លៃដែរបងប្អូនមិនថោកទេហើយស្ករក៏លក់មិនសូវបានថ្លៃប្រហែលដែរបងប្អូនហើយសុំចិត្តភ្ញៀវអតិថិជនដែលគាត់ទិញទៅភ្ញៀវខ្លះគឺគាត់សាញរឿងកំប៉ុងរឿងសេវាបងប្អូននិយាយទៅសេវាហ្នឹងខាងបងប្អូនគឺអត់មានបានមករៀលអីទេបងប្អូនហើយសេវាហ្នឹងគឺរយៈបុណ្យធម្មគេដាក់តម្លៃប៉ុណ្ណាគឺប៉ុណ្ណឹងបងប្អូនសេវាផ្ញើពីតាមខេត្តតាមពេញអីហ្នឹងបងប្អូនអាហ្នឹងខាងវរៈបុណ្យធម្មគេអ្នកកំណត់ទេណាខាងបងប្អូនគឺអត់មានបានយកសេវាពីបងប្អូនទេខាងខ្ញុំយកទៅពីថ្លៃស្ករទេបងប្អូនហើយកំប៉ុងក៏អញ្ចឹងដែរបងប្អូនទិញចាក់ថ្មីជូនបងប្អូនអត់និយាយទៅបងប្អូនខ្លះក៏គាត់ស្រួលដែរគាត់ដឹងថាយើងធ្វើស្ករហត់អញ្ចឹងគឺគាត់អត់សាញទេគាត់គិតថ្លៃកំប៉ុងគិតថ្លៃសេវាឲ្យយើងតែបងប្អូនខ្លះទៀតគឺគាត់សាញរឿងថ្លៃកំប៉ុងរឿងថ្លៃសេវាហ្នឹងណាបងប្អូនព្រោះបងប្អូនធ្វើស្ករនេះគឺថាចំណេញតិចតួចទេបងប្អូនហើយបែរណាថ្លៃអស់ថ្លៃអីហ្នឹងហើយអស់ថ្លៃណាបងប្អូនហើយទិញគេមកដឹកមួយឡានហ្នឹង70-80ម៉ឺនបងប្អូនដុតបានតែមួយខែទេទិញអស់គេបងប្អូនយកមកដុតណាបងប្អូនដឹងស្រាប់ហើយថាទឹកត្នោតមួយខ្ទះថាចំណាយអស់ច្រើនណាស់តម្រាំតែវារីងបានខ្លាយជាស្ករមួយខ្ទះហ្នឹងណាបងប្អូនមួយខ្ទះហ្នឹងបានតែ5-6គីឡូអីទេបងប្អូនអត់មានបានច្រើនទេស្ករត្នោតទៅពេលរីងទៅចឹងហើយសូមចិត្តបងប្អូនកុំសាញរឿងកំប៉ុងរឿងសេវាអីបងប្អូនចំណេញតិចតួចណាបងប្អូនហើយស្ករបងប្អូនធ្វើនេះគឺធ្វើដោយផ្ទាល់ដៃណាបងប្អូនចឹងហើយគឺថាដាក់ឲ្យបងប្អូនសុទ្ធអត់មានដាក់ថ្នាំដាក់អីឲ្យសអីណាបងប្អូនព្រោះលក់នេះគឺថាគិតពីសុខភាពភ្ញៀវគិតពីសុវត្ថិភាពបងប្អូនចឹងអត់មានប្រើអីទាំងអស់បងប្អូនហើយប្រើតែប្រពែលទេអញ្ចឹងហើយសូមចិត្តបងប្អូនយករបស់ល្អទៅហូបគឺថាធានាឲ្យសុវត្ថិភាពអត់មានប៉ះពាល់សុខភាពទេហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលជួយកម្មង់ជួយទិញពីខាងស្ករត្នោតខាងខ្ញុំបងប្អូននិយាយទៅខាងខ្ញុំគឺថាធានាសុទ្ធ 100% ណាបងប្អូនអត់មានលាយថ្នាំលាយសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពទេគឺថាខាងបងប្អូននេះគឺចាក់ឲ្យសុទ្ធណាបងប្អូនព្រោះគិតពីសុខភាពរបស់ភ្ញៀវហើយក៏គិតពីសុខភាពរបស់ភ្ញៀវដែរអញ្ចឹងហើយគឺថាដាក់តែរបស់សុទ្ធឲ្យភ្ញៀវទេអញ្ចឹងហើយជួយគ្រប់គ្រងជួយទិញបងប្អូនយកទៅទុកហូបទៅគឺថាអត់មានខកបំណងទេណាបងប្អូនទុកដល់ឆ្នាំដល់ខួបក៏អត់អីដែរស្ករត្នោតខ្មែរធម្មជាតិសុទ្ធ 100% ណាបងប្អូនហើយបងប្អូនដែលត្រូវការកម្មង់ស្ករត្នោតយកទៅទុកហូបអីគឺថាបងប្អូនអាចតម្លាក់លេខតម្លាក់ទីតាំងនៅខាងក្រោមវីដេអូរបស់បងប្អូនខាងបងប្អូននឹងតាក់ទងទៅណាអរគុណច្រើនជម្រាបលា